រឿងមួយដែលភាគច្រើនអត់សូវមានអ្នកដឹងទេកន្លែងតែខ្ញុំកំពុងតែឈរនេះមិនមែនជាភ្នំខ្នងផ្សារទេអ្នកគ្នាទាំងខ្ញុំទាំងគេគឺភាគច្រើនមានការយល់ច្រឡំជាមួយនឹងភ្នំខ្នងផ្សារនោះថាជាកន្លែងហ្នឹងអញ្ចឹងបើសិនតែសួរថាខ្នងផ្សារនៅណាវិញចាខ្ញុំនឹងប្រាប់នៅក្នុងវីដេអូនេះតាមពិតទៅកន្លែងដែលខ្ញុំកំពុងតែឈរនេះគេហៅថាភ្នំខ្នងសំពៅយើងកម្រោឡើងមកលើភ្នំខ្នងផ្សារពិតមែនប៉ុន្តែនៅពេលដែលថ្ងៃទី1យើងឡើងមក4ម៉ោងហ្នឹងគឺនៅអត់ទាន់ដល់ខ្នងផ្សារទេយើងត្រូវឈប់គេងសម្រាប់បោះតង់នៅលើភ្នំខ្នងសំពៅហ្នឹងមកយប់ព្រោះឯភ្នំខ្នងផ្សារគឺគេទៅតែពេលព្រឹកព្រលឹមទេគឺត្រូវងើបពីម៉ោង4ព្រឹកដើម្បីទៅមើលព្រះអាទិត្យរះនៅលើភ្នំខ្នងផ្សារហ្នឹងទោះចាំមិនចឹងហើយម្ដងនេះហើយគឺត្រូវតែងើបវិញដើម្បីទៅមើល sunrise នៅលើភ្នំខ្នងផ្សារព្រឹកឡើងហ្នឹងគឺខ្ទង់ម៉ោង3ហ្នឹងគឺបងធួដែលខ្ញុំទៅហ្នឹងគឺគាត់ចាប់ផ្ដើមដាស់ពួកយើងហើយអ្នកដែលមកក្នុងផ្សារគឺត្រូវតែងើបពេលព្រឹកអញ្ចឹងដើម្បីទៅមើលថ្ងៃរះយើងត្រូវងើបដើរចេញពីភ្នំខ្នងសំពៅនេះឡើងទៅភ្នំខ្នងផ្សារប្រើរយៈពេលប្រហែលជាខ្ទង់2ម៉ោងអីតែសម្រាប់ផ្លូវឡើងទៅក្នុងផ្សារនេះគឺងឹតព្រោះសារតែយើងត្រូវងើបពីព្រឹកម៉ោង4អញ្ចឹងវាអត់ទាន់ភ្លឺទេតែសភាពផ្លូវឡើងហ្នឹងអត់សូវជាពិបាកខ្លាំងទេអ្នកគ្នាហើយអីដែលភ្លឺនៅជាប់ដៃខ្ញុំហ្នឹងគឺនីលកាតែនីលកានេះមានពូនៅក្នុងហ្នឹងទៀតមានមុខងារច្រើនល្អសម្រាប់អ្នកដែលចូលចិត្តហាត់ប្រាណឡើងភ្នំអីហ្នឹងក៏អាចតាមដានសុខភាពយើងអាចខលចេញចូលបានទៀតហើយនីលកាដែលខ្ញុំកំពុងតែពាក់នេះជាប្រភេទនីលកា Smart Watch នេះគឺជានីលកាចំនួនថ្មីដែលមានឈ្មោះថា Cospat Tank M4C នីលកានេះដែរគឺមានសភាពរឹងមាំធន់ជាពិសេសនោះគឺចូលទឹកក៏អីដែរដែលខ្ញុំស្រឡាញ់ខ្លាំងពីនីលកានេះគឺថ្មសម្រាប់ថ្មវិញគឺកាន់បានយូរខ្លាំងយើងសាកតែម្ដងយើងប្រើចាប់ពី12ទៅ15ថ្ងៃអញ្ចឹងយើងអត់ភ័យរឿងខ្លាចអស់ថ្មលឿនទេកន្លះខែនោះបាទយើងបញ្ចូលម្ដងបើអ្នកគ្នាចាប់អារម្មណ៍អាច check មើលបាននៅក្នុង official page Cospat Cambodia ចង់កំងតាម online ក៏បានដែរអញ្ចឹងបន្ទាប់ពីយើងឡើងភ្នំទាំងព្រឹកអស់រយៈពេល2ម៉ោងគឺយើងឡើងមកដល់ខាងក្នុងផ្សារនេះហើយមកដល់ភ្លាមគឺថាចំពេលព្រះអាទិត្យរះល្មមព្រះអាទិត្យរះនៅនេះស្អាតជាមួយនឹងជុំវិញទៅសភាពសិតតែភ្នំបន្តគ្នាឡើងមើលពីចង្ងាយទៅដូចទឹកលើកអញ្ចឹងឡើងមកដល់នេះអត់ខកបំណងទេងើបតាំងពីម៉ោង4នេះគឺសមតម្លៃមែនតើខ្ញុំមកជាធួនចេះគឺស្រួលឡើងមកដល់គឺគេមានចែកជាមួយនឹងកាហ្វេមីកំប៉ុងហើយនឹងទឹកក្តៅទៀតគឺថាឈឿលខ្លាំងហ្មង10ឆ្នាំមានប៉ុន្មានដងមកអង្គុយផឹកកាហ្វេញ៉ាំមីកំប៉ុងនៅលើភ្នំអញ្ចឹងចង់ឲ្យអ្នកគ្នាមកសាកឲ្យបានម្ដងដែរ